Hello សួស្តីអ្នកទាំងគ្នាស្វាគមន៍មកកាន់ Channel សម្រាប់រឿង BR របស់មីនចាសម្រាប់ថ្ងៃនេះមាននឹងធ្វើការសម្រាប់រឿង Trap in Osaka សម្រាប់រឿងមួយនេះជារឿង BR របស់ប្រទេសចិនដែលជារឿងស្នេហារវាងកូនបំណុលហើយនិងអ្នកតាយោបំណុលចាចង់ដឹងថាសាច់រឿងល្អមើលខ្លាំងប៉ុណ្ណានោះមកធ្វើការស្ដាប់ខ្ញុំសម្រាប់រឿងនឹងទាំងអស់គ្នាចាបើក្បាលសាច់រឿងនៅរឿងមួយនេះយើងក៏បានឃើញថាឈិនស៊ីហើយនិងហៅអ៊ីរបស់យើងក៏កំពុងតែញ៉ាយញងគ្នាដែលមានពពុះសាប៊ូជាប់នឹងកាយយ៉ាងក្តៅររៀលពេលនោះឈិនស៊ីក៏បាននិយាយរៀបរាប់រឿងរ៉ាវស្នេហារបស់គាត់ហេតុអ្វីក៏ពួកគាត់អាចឈានមកដល់ដំណាក់កាលមួយនេះបានខ្ញុំឈ្មោះឈិនស៊ីមួយឆ្នាំមុនខ្ញុំបានខ្ចីលុយមួយដុំធំពីលូនសាដើម្បីយកទៅព្យាបាលតែការព្យាបាលមួយនោះវាមិនបានសម្រេចនោះទេគាត់ក៏បានចាក់ចេញពីខ្ញុំដដែលពួកអ្នកទាបំណុលនៅតែបន្តមកទាបំណុលខ្ញុំជារឿយៗម្នាក់ដែលមកទាបំណុលគឺការចិត្តអាក្រក់តែមនុស្សម្នាក់នេះដែលបង្ហាញមុខមកខ្ញុំមិនគិតសោះថាគេគឺជាមនុស្សបែបនេះសាច់រឿងក៏បានលេងកាលពីមួយឆ្នាំមុនហើយបានមកទាបំណុលឈិនស៊ីដល់ផ្ទះនិងបានយកកំបិតមកគំរាមផងដែរយើងបានប្រាប់ឯងហើយតើថាអវយវៈរបស់ឯងអាចបដូរជាលុយបានឈិនស៊ីនិយាយទាំងគ្មានខ្លាចអ្វីទាំងអស់ខ្ញុំគ្រាន់តែចង់ស្លាប់ទៅដោយមានកិត្តិយសពេលខ្ញុំស្លាប់ហើយលោកចង់យករាងកាយមួយនេះទៅធ្វើអីក៏បានទៅធ្វើអីស្រេចតែលោកទៅចោលការស្លាប់វាពិតជាងាយពេកហើយប្រសិនបើឯងមិនយកព្រមនោះទេកន្លែងនេះមើលទៅគ្រាន់បើដែរឈិនស៊ីអត់ខ្វល់គាត់ក៏បានសណ្ដូកដេកលើការ៉ូធ្វើមិនដឹងហើយក៏បានទាញបារីយកមកជួលោកចង់ធ្វើអីក៏ធ្វើទៅធ្វើអីតាមចិត្តខ្ញុំមិនមែនធ្វើអីក៏បានអីពេលនោះហៅអ៊ីរបស់យើងក៏បានរូតខោរបស់គាត់និងបាននោមនៅមុខឈិនស៊ីឃើញអញ្ចឹងក៏អត់ខ្វល់នោះទេជួបារីញញឹមធ្វើមិនដឹងមានតែឆ្កែប៉ុណ្ណោះដែលមកឈូននោមលើការ៉ូអញ្ចឹងនោះហៅអ៊ីខឹងក៏បានចាប់កញ្ចឹងករបស់ឈិនស៊ីនេះឯងពេលនោះទូរស័ព្ទរបស់គាត់ក៏បានរោគាត់ប្រាប់ឲ្យឈិនស៊ីនឹងបិទមាត់នៅស្ងៀមហើយក៏បានទៅនិយាយទូរស័ព្ទដែលនោះគឺបោះរបស់គាត់បានខលមកដើម្បីគម្រាមហៅអ៊ីមួយតង់ទៀតបើគាត់នៅតែទាលុយរបស់ឈិនស៊ីអត់បានទេនោះបោះរបស់គាត់នឹងកាត់តម្រងនោមនាជំនួសវិញហើយយីវាមិនដែលមកទាលុយគេសោះតែមកត្រូវគេគម្រាមតដែរនេះក្រោយពីបិទទូរស័ព្ទហើយគាត់ក៏បានទៅរុញរោគលុយពីឈិនស៊ីកុំមកលេងសើចជាមួយនឹងយើងឲ្យសោះយ៉ាងម៉េចឯងគោមែនខ្ញុំសួរឯងរោគលុយបានអត់មិត្តភ័ក្តិសាច់ញាតិម៉ែអូរបស់ឯងនៅឯណានិយាយអីបន្តិចមកលោកសុំស្ងាត់បន្តិចទៅបានអត់ហៅអ៊ីញញឹមបន្តិចក៏បានទាញកំបិតយកមកគំរាមតតែខ្ញុំយកកំបិតមកចុងឯងទៅឯងប្រូមែនឈិនស៊ីជួបបារីបន្តិចក៏បានទាញយកដបស្រាមកវាយបំបែកចង់អទៅហៅអ៊ីវិញហើយដៃរបស់គាត់ក៏មុតចិញ្ចៀមឯងចង់តដៃមែនណាឈិនស៊ីញញឹមបន្តិចហើយក៏បានអាកដៃរបស់ខ្លួនធ្វើឲ្យចិញ្ចៀមហៅអ៊ីភ័យខ្លាចនាយស្លាប់បាត់គ្មានអ្នកណាសងលុយក៏បានរត់ទៅមើលឯងធ្វើអីនឹងឯងចិញ្ចៀមហើយគ្រាន់តែនិយាយចប់ហៅអ៊ីរបស់យើងក៏បានដួលសន្លប់ភ្លាមនៅនឹងកន្លែងកើតហេតុតែម្ដងឈិនស៊ីឡើងស្រឡាំងកាំងមួយសន្ទុះក្រោយមកយើងក៏បានឃើញថាឈិនស៊ីបានជីពីលើហៅអ៊ីហើយគាត់ថែមទាំងបានដោះអាវនាយទៀតផងពេលនោះគាត់ក៏បានអង្អែរាងកាយរបស់ហៅអ៊ីហើយក៏បានតែទៅលើមុខហៅនាយឲ្យភ្ញាក់ហៅអ៊ីពេលភ្ញាក់ឡើងឃើញឈិនស៊ីនៅលើគាត់អញ្ចឹងគាត់ក៏បានក្រវៀសចេញនិងបានទាញលេវអាវរបស់ខ្លួនមកបិទយ៉ាងប្រញាប់ឯងចង់ធ្វើអីនឹងឈិនស៊ីអង្គុយសើចហើយក៏បាននិយាយខ្ញុំចង់ធ្វើអីមែនឯងសើចអីនឹងខ្ញុំខ្លាចឯងស្លាប់នៅក្នុងផ្ទះរបស់ខ្ញុំលោកឃើញឈាមរហូតដល់សម្លាប់មែនខ្លាចឈាមសោះតែធ្វើខ្លួនដូចជាពួកអ្នកលេងវាមិនមែនជារឿងរបស់ឯងនោះទេទឹកនេះបានដាក់ស្ករក្នុងនឹងហើយកុំភ្លេចផឹកផងនិយាយចប់ហើយក៏បានដើរចេញទៅបានហើយមិនបានគិតយូរក៏បានទាញយកទឹកនោះយកមកផឹកយ៉ាងលឿនតែពេលនោះឈិនស៊ីក៏បានងាកមកនិយាយវិញធ្វើឲ្យហៅអ៊ីសឹងតែឆ្លក់ទឹកទៅហើយហេខ្ញុំចង់ប្រាប់ថាគេបានកាត់ភ្លើងដើម្បីដេញខ្ញុំនៅទីនេះអត់មានភ្លើងប្រៅនោះទេនៅពេលយប់និយាយចប់ហើយក៏បានដើរចេញទៅបានបន្ទាប់មកហៅអ៊ីរបស់យើងក៏បានទាញទឹកយកមកផឹកសាជាថ្មីយ៉ាងប្រញាប់ប្រញាល់យប់ឡើងឈិនស៊ីក៏បានអង្គុយផឹកស្រាធ្វើមិនដឹងចំណែកឯហៅអ៊ីវិញក៏បានដើររាវព្រោះតែវាងងឹតពេកដើរនឹងទៅក៏បានបុកជាមួយនឹងតុធ្វើឲ្យគាត់ឡើងឈឺជើងតែម្ដងចំណែកឯឈិនស៊ីវិញអង្គុយអស់សំណើចគេនៅនឹងហៅអ៊ីសម្លក់ឡើងថ្លែតែម្ដងហើយក៏បានដើរទៅមុខបន្តទៀតពេលនោះក៏បានតាក់ជើងទៅទាញវាំងនោនធ្លាក់ឈើចំក្បាលគាត់ម្ដងទៀតឈិនស៊ីសើចកាន់តែខ្លាំងលោកនេះល្ងងណាស់នៅសើចនៅនឹងហើយមកជួយខ្ញុំឲ្យលឿនមកឈិនស៊ីក៏ព្រមដើរទៅជួយតែគាត់ក៏បានដើរចនដចំពប់ជើងទៅអោបជាមួយនឹងហៅអ៊ីទាំងត្រដាប់ត្រដួបន្ទាប់ពីបានអោបគេហើយគឺថាគាត់ក៏បានស្ទាបអង្អែលគេនៅនឹងមិនអន់ទេនេះពិតជាខូលណាស់អ្នកណាសួរឯងឈិនស៊ីមើលមុខក៏បានផ្លុំទៅលើមុខរបស់ហៅអ៊ីនេះគ្នាឡើងស្អុយមាត់ចង្ងាប់ហើយណែអាប្រមឹកនៅទីនេះជាកន្លែងរស់នៅរបស់កណ្ដោឬយ៉ាងម៉េចរញ៉េរញ៉ៃហើយងងឹតឈឹងទៀតឈិនស៊ីឈប់សើចហើយក៏បាននិយាយនៅទីនេះខានបោសសម្អាតមកយូរហើយវារៀងរញ៉េរញ៉ៃបន្តិចហើយមកឲ្យលឿនឡើងបើកភ្លើងបន្តិចទៅខ្ញុំត្រូវការបន្ទប់ទឹកបានបន្ទាប់មកឈិនស៊ីរបស់យើងគាត់ក៏បានស្វែងរកភ្លើងឲ្យហៅអ៊ីរោទៅក៏បានរកឃើញនៅក្នុងថតតុកហើយគាត់ក៏បានបើកភ្លើងនេះអត់សូវភ្លឺនោះទេប្រហែលជាខានបើកយូរហើយអូខេអត់អីទេយកមកបញ្ចាំងឲ្យខ្ញុំបន្តិចមកបន្ទាប់មកហៅអ៊ីរបស់យើងគាត់ក៏បានរូតខោបញ្ចេញចោលឈិនស៊ីនេះខំជួយធ្វើជាសម្លេងដើម្បីគេឈូសចេញអីចឹងណាធ្វើជាសម្លេងផងអត់មើលគេផងពេលនោះហៅអ៊ីក៏បានថាឲ្យណែឯងឈោចិត្តយើងពេកហើយឈិនស៊ីក៏បានទម្លាក់ភ្លើងណែមិនក៏ឯងទម្លាក់ភ្លើងចុះទៀតហើយវាងងឹតដឹងអត់ឯ
ឯងគួរឲ្យរំខានណាចង់ខ្ញុំនៅត្រង់នេះឬចេញទៅឈិនស៊ីប្រុងនឹងដើរចេញទៅហើយតែហៅអ៊ីក៏បានខាត់អូខេនៅនឹងក៏បានដែរលោកជាអ្នកនិយាយទេណាណែតម្រងនោមរបស់លោកឯងមានបញ្ហាមែននេះឯងសម្លឹងមើលមកយើងពេលដែលយើងនោមមែនហើយមិនឲ្យយើងតាមតឹងបានយ៉ាងម៉េចអ្នកណាចង់មើលលោកទៅឈប់និយាយដើមគ្រប់ពេលខ្លះទៅលោកនិយាយអញ្ចឹងប៉ុន្មានដងហើយគិតថាធ្វើអញ្ចឹងមើលទៅវាអេមែនហៅអ៊ីនោមធ្វើមិនដឹងឈិនស៊ីនិយាយទាំងធុញទ្រាំគ្រាន់តែនោមក៏មិនចេះនោមផងតើលោកអាចធ្វើអ្វីបានទៅមកចាំខ្ញុំជួយឈិនស៊ីនិយាយព្រមទាំងចូលទៅជួយឯងចេះឆ្ងាយទៅឯងស្ដាប់ណាខ្ញុំមិនត្រូវការជួយពីឯងនោះទេហើយខ្ញុំក៏មិនចាប់អារម្មណ៍ឯងនោះដែរឈិនស៊ីញញឹមបន្តិចក៏បានបិទភ្លើងតើចេញទៅណែឯងធ្វើអីទៀតហើយបើកភ្លើងវិញភ្លាមចង់បើកមកបើកដល់ខ្លួនឯងវិញទៅបន្ទាប់មកពួកគាត់ក៏បានប្រតបគ្នារហូតដល់ពួកគាត់នឹងបានអោគ្នាហៅអ៊ីក៏បានច្រាងខ្លួនចេញពីឈិនស៊ីលោកនេះដូចជាជឿជាក់លើខ្លួនឯងពេកហើយខ្ញុំទេដែលមិនចាប់អារម្មណ៍លោកឯងនោះឆើឯងនិយាយច្រើនណាស់ឯងចាយលុយថ្លៃភ្លើងមិនបានមែនអត់មានលុយទេលោកឯងចេញលុយទៅឡើងយើងក៏បានឃើញម្ចាស់បំណុលរបស់យើងបានងើបមកធ្វើការរៀបចំផ្ទះសម្បែងណែមកទាលុយគេទេណាកូនមិនមែនមកធ្វើប្រពន្ធរបស់គេនោះទេហើយយើងនឹងក៏ស្ត្រីមេផ្ទះខ្លាំងម្ល៉េះឈិនស៊ីបាននិយាយហើយមិនលោកប្រុងនៅនឹងមែនអ្នកលេងក៏ត្រូវបង់បន្ទប់ដែរអញ្ចឹងហើយខ្ញុំនៅទីនេះមិនបាច់អស់លុយជួលនោះទេនិយាយចប់ហើយហៅអ៊ីក៏បានជួយសម្អាតផ្ទះបន្តឈិនស៊ីឃើញហើយហួរចិត្តអ្នកលេងហើយនឹងកូនបំណុលមែនលោកនេះមើលទៅមិនដូចជាអ្នកមកទាបំណុលយើងសោះហេតុអីក៏លោកមកធ្វើជាអ្នកទាបំណុលអញ្ចឹងឯងនេះនិយាយច្រើនមែនឯណាទៅឆាប់ទៅទិញឲ្យយើងមកអត់មានលុយផងហៅអ៊ីបានបោះលុយឲ្យតែពេលនោះគាត់ក៏បាននឹកឃើញថាគាត់មិនអាចឲ្យឈិនស៊ីចេញទៅទិញតែម្នាក់ឯងបាននោះទេព្រោះប្រសិនបើនីរត់បានតើមានអ្នកណាសងលុយគាត់ចង់ទៅខ្លួនឯងក៏មិនបានព្រោះទុកឈិនស៊ីនៅផ្ទះប្រសិនបើគាត់លួចរត់ទៀតទៅវាដដែលចុងក្រោយក៏បានអូទាញឈិនស៊ីទៅក្រៅជាមួយដែរពេលត្រឡប់មកវិញពួកគាត់ក៏បានទិញរបស់របរជាច្រើនពេលយូរទៅហៅអ៊ីក៏បានរករឿងថាឈិនស៊ីនឹងអត់ជួយយួរទេយួរដោយអត់យួរអញ្ចឹងខឹងពេកក៏បានយួរតែម្នាក់ឯងដល់ពេលយួរអត់រួចចុងក្រោយក៏បានថាឲ្យគេឯងនេះគិតតែចង់ឲ្យខ្ញុំយួរតែម្នាក់ឯងទេអីឈិនស៊ីពិបាកភ្នែកពេកក៏បានចូលទៅជួយនឹងរអ៊ូតិចថាបានតែកម្ពស់យោងតែអបយោជន៍ហៅអ៊ីក៏បានចូលទៅសួរមិនក៏ឯងខ្ចីលុយគេអញ្ចឹងមិនជារឿងរបស់លោកនោះទេហេតុអីត្រូវប្រាប់លោកនោះអញ្ចឹងហេតុអីឯងមិនទៅធ្វើការទៅមនុស្សយើងត្រូវតែមានគោលដៅនិងការប្រឹងប្រែងឯងនឹងអាចយកឈ្នះបានវាអបយោជន៍ទេហេតុអីឯងគិតអញ្ចឹងឯងគួរតែរកលុយអញ្ចឹងលោកប្រាប់ខ្ញុំមកអ្នកណាខ្លះដែលមិនខំនោះពេលនោះពួកគាត់ក៏បានមើលមុខគ្នាមួយសន្ទុះហើយក៏បានបន្តដំណើរទៅមុខទៀតបន្ទាប់ពីទៅដល់ផ្ទះហើយពួកគាត់ក៏បានអង្គុយផឹកស្រាជាមួយនឹងគ្នាផឹកឡើងអស់ស្រាតែម្ដងឈិនស៊ីក៏បានងើបទៅយកស្រានៅក្នុងទូមកផឹកអឹកហៅអ៊ីសួរចុះឯណារបស់ខ្ញុំនោះឈិនស៊ីនិយាយទាំងសេស្រាទាំងអស់នេះមានមនុស្សម្នាក់តឲ្យខ្ញុំបើអញ្ចឹងគេនៅឯណាឬរត់បាត់ហើយមែនហើយបន្ទាប់មកក៏បានលើកស្រាផឹកម្ដងទៀតលោកមិនយល់ពីអារម្មណ៍របស់ខ្ញុំនោះទេថាវាអស់សង្ឃឹមក្នុងការការពារអ្វីមួយទោះដឹងថាគ្មានសង្ឃឹមតែក៏ចង់នៅតែថែរក្សាវាទៅចុះបើខ្ញុំប្រាប់ឯងថាខ្ញុំអាចយល់ពីអារម្មណ៍ឯងបាននោះតែឯងជឿអត់ឈិនស៊ីបានងើបមុខមើលនិងបានដើរទៅមើលមុខរបស់ហៅអ៊ីបន្ទាប់មកក៏បានទៅយកស្រាមួយដបទៀតនៅក្នុងទូទៅចូលគ្នាជាមួយនឹងហៅអ៊ីផឹកហើយក៏បាននិយាយក្លិនដង្ហើមរបស់គេគឺវានៅទីនេះទាំងអស់គ្រប់ពេលដែលខ្ញុំកាន់ដបនេះខ្ញុំមានអារម្មណ៍ថាគេនៅទីនេះជាមួយនឹងខ្ញុំហៅអ៊ីលឺអញ្ចឹងហើយគាត់ឆ្លក់ស្រាឯងមើលទៅស្រវឹងឡើងវង្វេងវង្វាន់អស់ហើយខ្ញុំមិនបានស្រវឹងនោះទេបន្ទាប់ពីយប់នេះរឿងទាំងអស់នឹងត្រូវបានបញ្ចប់យើងគ្មានអ្វីដែលត្រូវចម្ពាក់គ្នាទៀតនោះទេហើយខ្ញុំក៏អាចនិយាយលាទៅពិភពលោកនេះបានហើយហេថ្ងៃនេះជាថ្ងៃរីករាយយើងមិនបានទាលុយឯងនោះទេហេតុអីឯងគិតអញ្ចឹងខ្ញុំពិតជាចង់ស្លាប់ណាស់ឯងកុំភ្លេចថាឯងនៅចម្ពាក់យើងឯងនៅតែមានតម្លៃសម្រាប់អ្នកណាម្នាក់តើខ្ញុំអាចនៅមានតម្លៃសម្រាប់អ្នកណាទៀតទៅបើមើលទៅរូបរាងរបស់ឯងបើឯងចូលទៅថតរឿងយ៉ាងតិចក៏បាន 30,000 យេនដែរពេលនោះពួកគាត់ក៏បាននងគ្នាសើចហើយឈិនស៊ីក៏បានដើរទៅរោហៅអ៊ីនឹងបានទាញមុខនេះឲ្យងើបមកមើលមុខរបស់គាត់នឹងបានអោនទៅចិត្តហៅអ៊ីបន្តិចចំណែកហៅអ៊ីវិញខំងាកមុខចេញបន្ទាប់មកឈិនស៊ីក៏បានទាញអាវរបស់គាត់ចេញហើយនិយាយបើអញ្ចឹងយប់នេះខ្ញុំបញ្ចុះតម្លៃឲ្យលោកបន្តិចទៅចោលអ៊ីក៏បានប្រកែកធ្វើជាមិនខ្វល់តែក្នុងចិត្តគិតសម្លឹងមើលតែអា5កង់របស់គេនឹងដាក់ភ្នែកសអត់ទេយើងអត់ចូលចិត្តមនុស្សប្រុសដូចគ្នានោះទេឈិនស៊ីចូលទៅចិត្តបន្តិចបើឯងមិនទាន់នឹងបានសាកផលមិនក៏ឯងដឹងយើងមិនចាំបាច់ត្រូវដឹងនោះទេឯងមិនទាន់ដឹងទេថាមនុស្សប្រុសនិងមនុស្សប្រុសវាមានរសជាតិឆ្ងាញ់ដល់កម្រិតណានោះរវាងមនុស្សប្រុសនិងមនុស្សស្រីវាខុសគ្នាឆ្ងាយណាស់តាមពិតទៅយើងក៏មិនធ្លាប់កេងជាមួយនឹងមនុស្សស្រីនោះដែរលោកនេះមើលទៅដូចជាមនុស្សពីរផ្សេងគ្នាណាស់ចឹងបានជាមិនដូចពួកអ្នកលេងក្នុងសង្គមងងឹតសោះបន្ទាប់ពីនិយាយចប់ហើយពួកគាត់ក៏បានលើកស្រាយមកផឹកហៅអ៊ីក៏បានសួរមិនបានជាឯងតែងតែគិតថាខ្ញុំនឹងមិនសមជាអ្នកលេងតែយើងមិនសមត្រង់ណាទៅឈិនស៊ីគិតបន្តិចហើយក៏បានចង្អុលទៅទ្រូងខាងឆ្វេងបេះដូងរបស់លោកគឺល្អណាស់ហៅអ៊ីធ្វើខ្លួនអត់ត្រូវបានហើយផឹកស្រាវិញហេតុអីបានជាលោកមកនៅប្រទេសជប៉ុនអញ្ចឹងខ្ញុំមកនៅទីនេះព្រោះតែមនុស្សម្នាក់គេជាមនុស្សបែបណាគេជាវិចិត្រករជាមនុស្សប្រុសឬក៏ស្រីឯងចង់មានន័យយ៉ាងម៉េចព្រោះតែពួកគេបានបោកប្រាស់លុយរបស់យើងឈិនស៊ីសើចបន្តិចហើយនិយាយបានហើយឈប់និយាយទៅយ៉ាងណាយប់នេះផឹកស្រាភូតនេះឲ្យអស់ដើម្បីបំភ្លេចការឈឺចាប់និងបញ្ហាទាំងអស់ចោលចាចុងក្រោយពួកគាត់ក៏បានសន្លប់ដល់ព្រឹកពេលហៅអ៊ីងើបព្រឹកឡើងអត់ឃើញឈិនស៊ីគាត់ក៏បានរត់ចេញទៅខាងក្រៅយ៉ាងលឿនព្រោះខ្លាចថានាយនឹងធ្វើអីឈួតតែពេលទៅដល់ក៏បានឃើញឈិនស៊ីកំពុងតែដើរចូលទៅក្នុងទឹកឯងចង់ធ្វើអីហ្នឹងឆាប់ឡើងមកវិញភ្លាមវាគ្រោះថ្នាក់ណាស់ឯងចង់ធ្វើអីឈិនស៊ីងាកមើលមកហៅអ៊ីលោកមកទីនេះធ្វើអីហេ
ตุไอ้ก็ไอ้ធ្វើអីល្ងងបែបនេះឯងជាមនុស្សល្ងងបំផុតលើលោកកំពុងតែជេរខ្ញុំមិនមែនវានឹងល្អប្រសិនបើឯងនៅមាននឹងហើយវានឹងមានរឿងល្អចូលមកក្នុងឆាកជីវិតរបស់ឯងយើងក៏ធ្លាប់ជួបបញ្ហាជាច្រើនមិនចាញ់ឯងនោះដែរតែយើងក៏មិនគិតចង់ស្លាប់ដូចជាឯងនោះដែរតែខ្ញុំខុសពីលោកខ្ញុំចង់ទៅរកគេល្អឯងចង់ស្លាប់ណាស់មែនបើអញ្ចឹងយើងនឹងស្លាប់ជាមួយនឹងឯងព្រោះអីចៅហ្វាយរបស់យើងក៏មិនຕົកយើងដូចគ្នាបើឯងដើរទៅមុខទៀតយើងនឹងដើរទៅដូចគ្នាហើយយើងអត់ចេះហែលទឹកនោះទេដើរបានប៉ុន្មានចំហៀនហៅអ៊ីធ្វើដូចជាលួងទឹកឈិនស៊ីនេះភ្នែកឡើងសរត់ទៅទាញយ៉ាងលឿនលោកឯងនេះល្ងងមែនឬក៏ធ្វើល្ងងហៅអ៊ីសើចខ្លាំងឯងនេះពិតជាងាយបោកមែនលោកមានន័យថាម៉េចតាមពិតទៅខ្ញុំក៏ចេះហែលទឹកដែរនិយាយចប់ហើយពួកគាត់ក៏បានរត់ដេញគ្នាប្រឡែងលេងពេញតែឆ្នេរសមុទ្រពេលចប់ហើយពួកគាត់ក៏បានទៅក្នុងបន្ទប់វិញឈិនស៊ីបានដោះអាវឲ្យហៅអ៊ីដោយយល់លេសថាខ្លាចនាយនឹងផ្ដាសាយលោកឯងអត់ខ្លាចឈឺទេអីអត់ផងខ្ញុំមិនចង់គិតថាត្រូវជំពាក់លោកអស់មួយជីវិតនោះទេមិនអីទេឈិនស៊ីមើលមុខបន្តិចលោកគិតមើលម្ដងទៀតទៅបានហើយខ្ញុំយកអាវនេះទៅបោកសិនឈ្មោះពិតរបស់ខ្ញុំគឺហៅអ៊ីចុះឯងវិញហៅខ្ញុំថាបងប្រុសទៅហើយគាត់ក៏បានប៉ះច្រមុះរបស់ហៅអ៊ីលេងបន្ទាប់ពីបានបោកអាវហើយឈិនស៊ីក៏បានស្រង់ក្លិនអាវហ្នឹងបន្ទាប់មកក៏បានបោកឲ្យទៅម្ចាស់សម័យខ្លួនពេលហៅអ៊ីពាក់ដល់ក្បាលឈិនស៊ីក៏បានកបួយក្បាលរបស់នាយជាប់លេងខ្ញុំចង់ខ្ញុំលេងមិនមែនហៅខ្ញុំតែបងប្រុសសិនមកឈប់លេងបានហើយពេលនោះឈិនស៊ីក៏ព្រមលេងលោកសាហិតអាវនេះមើលមានអីមែនហៅអ៊ីក៏ព្រមហិតនេះជាក្លិនសាប៊ូដែលលោកបានទិញមកហេតុអីក៏លោកត្រូវគេបោកប្រាស់បែបនេះឬមកពីលោកល្ងងពេកឈិនស៊ីអង្អែចុះអង្អែឡើងក៏បាននិយាយមកចាំខ្ញុំបង្រៀនហើយក៏បានអោបហៅអ៊ីបកែយើងមិនចង់នោះទេចុះឯងវិញនោះហេតុអីក៏ត្រូវគេបោកបង់បែបនេះឈិនស៊ីឈប់សើចក៏បានទាញយករូបថតគាត់ហើយនឹងសង្សាររបស់គាត់ឲ្យហៅអ៊ីមើលតើបំណុលនោះព្រោះតែគេមិនមែនឈិនស៊ីទាញរូបថតចេញតើលោកចង់ដឹងអីទៀតបន្ទាប់មកក៏បានវាយគូតហៅអ៊ីលេងហៅអ៊ីនេះឡើងឈឺវាគ្មានអ្វីសំខាន់នោះទេថ្ងៃនេះកុំនិយាយពីរឿងទាំងអស់នោះអីហេតុអីក៏និយាយមិនបានបើតាមមើលទៅគេក៏មិនចង់ទុកឯងចោលនោះដែរមែនហើយគេក៏មិនចង់ទុកខ្ញុំចោលនោះដែរនៅថ្ងៃមួយនោះគេស្រាប់តែចេញទៅពួកយើងបានសន្យាថានឹងនៅជាមួយនឹងគ្នារហូតតែគេក៏បានចាក់ចេញទៅម្នាក់ឯងហេតុអ្វីក៏គេទុកខ្ញុំឲ្យរស់នៅតែម្នាក់ឯងបែបនេះឬមួយក៏គេមិនចង់ឲ្យខ្ញុំមើលឃើញសភាពគេពេលនោះតើហេតុអ្វីទៅឮខ្ញុំសួរទេឆាប់ឆ្លើយមកហៅអ៊ីអាណិតក៏បានចូលទៅនិយាយលួងគេប្រហែលជាបានឮឯងនិយាយហើយឈិនស៊ីមើលមកលោកកំពុងតែលួងលោមខ្ញុំមិនមែនអត់ទេខ្ញុំអត់ចេះលួងលោមនោះទេពេលនោះអត់ដឹងអាម៉េចទេទាំងឯងនឹងហៅអ៊ីឡើងភ្ញាក់តែម្ដងព្រោះតែឈិនស៊ីនេះបានចាប់ដួលកូនស្រីរបស់យើងទៅលើពុកភ្លាមតែម្ដងហើយប្រុងធ្វើអីកូនស្រីខ្ញុំនឹងឯងចង់ធ្វើអីនឹងឈិនស៊ីសង្កត់ដៃហៅអ៊ីជាប់ខ្ញុំចង់បានខ្លួនប្រារបស់លោកចប់ពាក្យនឹងហើយគាត់ក៏បានទាញអាវរបស់ខ្លួនដោះយ៉ាងរហ័សហៅអ៊ីនេះខំរើចេញទៅនៅស្ងៀមចេញទៅកុំភ័យអីគេម្នាក់នោះជួយចិត្តហៅខ្ញុំបងប្រុសណានិយាយចាប់ហើយគាត់ក៏បានថាបញីទៅលើត្រចៀករបស់ហៅអ៊ីធ្វើឲ្យនាយមានអាការៈស្រើបស្រាលជាខ្លាំងរហូតក៏បានបញ្ចេញសម្លេងបងប្រុសពេលនោះមេរបស់ហៅអ៊ីក៏បានខលមកឈិនស៊ីក៏បានឲ្យនាយលើកទៅតែគាត់ក៏មិនព្រមឈប់នោះដែរឲ្យខ្ញុំលើកបានយ៉ាងម៉េចបើនៅក្នុងពេលបែបនេះនោះឈិនស៊ីចាប់ដៃទាំងពីររបស់ហៅអ៊ីទៅលើដោះស្រាយខ្លួនឯងទៅចប់ពាក្យហើយគាត់ក៏បានចាប់ការផ្នែកខាងក្រៅម្ដងនឹងបានឡើងជីពីលើហៅអ៊ីបានប្រើកម្លាំងរុញឲ្យនាយចេញឯងនេះឈួតហើយមិនសប្បាយសោះចំជាអត់ប្រយោជន៍មែនហើយក៏កំពុងដើរចេញហៅអ៊ីសួរឯងចង់ទៅណាតរោអីញ៉ាំព្រោះឥឡូវនឹងគ្មានអារម្មណ៍ទៀតនោះទេនៅរឿងមួយទៀតគឺខ្ញុំទៅទិញប្រេងមកជំនួយគាត់និយាយព្រមទាំងធ្វើមុខច្រឡើមចំណែកហៅអ៊ីវិញគាត់ក៏អត់ព្រមលើកលេខទូរស័ព្ទមេរបស់គាត់នោះដែរមួយសន្ទុះក្រោយមកក៏មានអ្នកគួរទ្វារហៅអ៊ីខំសប្បាយចិត្តគាត់ថាឈិនស៊ីនឹងមកវិញខំតបើកទ្វារយ៉ាងលឿនតែចុងក្រោយជាភក់មេរបស់គាត់សាច់រឿងក៏បានកាត់នៅពេលដែលឈិនស៊ីបានត្រឡប់មកផ្ទះវិញនាយខំនិយាយរកហៅអ៊ីតែហៅអ៊ីអត់តបសោះពេលដែលដើរដល់ខាងក្នុងគាត់ក៏បានឃើញហៅអ៊ីដេកនៅលើការ៉ូគាត់ភ័យខ្លាំងណាស់ខំរត់ទៅមើលលោកកើតអីនឹងមិនបានជាមានរបួសធ្ងន់បែបនេះអ្នកណាធ្វើបាបឯងមេឯងមែនយើងនឹងទៅរវាហៅអ៊ីខွာមិនអីទេពួកគេនាំគ្នាទៅវិញហើយលោកនេះពិតជាល្ងងណាស់មិនក៏មិនអោយពួកគេមករកខ្ញុំមកខ្ញុំមិនបានល្ងងនោះទេតែខ្ញុំមិនអាចធ្វើអញ្ចឹងបាននោះទេតែខ្ញុំក៏មិនអាចទ្រាំបានដូចគ្នាពេលឃើញលោកឈឺចាប់ជំនួសខ្ញុំអញ្ចឹងវាធ្វើឲ្យខ្ញុំមានអារម្មណ៍ថាខុសសុំទោសដែលធ្វើឲ្យលោកជួបរឿងបែបនេះឈឺខ្លាំងអត់ហៅអ៊ីក៏វីក្បាលបន្តិចឈប់បន្ទាប់ពួកគាត់ក៏បានចូលមកធ្វើការសម្អាតខ្លួននៅក្នុងបន្ទប់ទឹកហើយនឹងក៏ជាភាគមុនដំបូងនឹងឯងតែពួកគាត់បានញ៉ាយញ៉ង់គ្នាពេលនោះឈិនស៊ីក៏បាននិយាយអារម្មណ៍របស់ខ្ញុំសម្រាប់អ្នកលេងម្នាក់ខ្ញុំក៏បានសម្រេចចិត្តបំភ្លេចអតីតកាលចោលហើយក៏បានចាប់ផ្ដើមជាថ្មីជាមួយនឹងគេប៉ុន្តែលោកអ្នកលេងម្នាក់នេះគឺអត់បានការនោះទេគេប្រហែលជាត្រូវការខ្ញុំដើម្បីនៅការពារគេរហូតអូខេចុងក្រោយសាច់រឿងក៏បានចប់ទៅដោយ happy ending អូខេអរគុណច្រើនអ្នកទាំងអស់គ្នាសម្រាប់ការតាមដានបាយ